ខ្ញុំធ្លាប់ឃើញម៉ាមីខ្លះគឺបានឲ្យតកូនធំឲ្យលឿនទេខអីតបងមកតៃគឺអត់ចង់ឲ្យកូនធំសោះមើលជាក់ស្ដែងមួយថ្ងៃនិយាយពីថាកូន3ណាប៉ុន្តែនៅដូចជ្រូកពុលចឹងនេះថ្ងៃទឹកឲ្យត្រូវថ្ងៃសិលទៀតអញ្ចឹងក៏នាំកូនទៅប្រឡែងសាច់ឆ្លៀតចង់នាំពួកគាត់ដើរលេងផងអញ្ចឹងណាហើយមើលម៉ែដោះ Stacy ថ្មីណានិយាយពីថាមាត់ឲ្យក្រហមជ្រិលហើយឆ្លៀតលៀបឲ្យ Stacy ដែរខ្ញុំធ្លាប់តែមានកូនប្រុសឡើង2ដល់ពេលមានកូនពៅស្រីនេះនិយាយពីថាអស់តនិយាយពីថាចង់ស្អាតចង់ល្អណាកុំឲ្យតែឃើញម៉ាមីលាបក្រែមគឺសុំលាបដែរព្រោះថ្ងៃនេះគេថាតោងប្រុសចាស់ឡើងជាប់ស្អិតត្រតាត់មកសម័យមើលជនទី3ស្របច្បាប់ឯនេះអាយំម៉ាមីលួងឡើងបាត់ឯណាឃើញប៉ាប៉ាមករត់ទៅយំអួយដាក់ម្ដងទៀតហើយឃើញកាមេរ៉ាចឹងអត់បានឯណាតូចប៉ុនក៏ដៃនិយាយពីថាដងឲ្យដល់ទាំងអស់គ្នារហថ្ងៃនេះខ្ញុំមានជាការលងស្បែកមុខខ្លួនឯងខ្លាំងៗជាពិសេសពេលចេញមកក្រៅអញ្ចឹងអីក៏ឃើញស្បែកមុខខ្លួនឯងឡើងគីឡូឡើងចាំងដូចកញ្ចក់ចឹងនិយាយពីថាមានសំណើមមានសុខភាពល្អផុសពីក្នុងមកហើយរហតាម៉ែវាជឿជាក់អីទៅអត់បានទេណាអើតពីក្រោយមកហ្មងកូនកន្លះខ្ញុំហើយទាំងអស់គ្នាឃើញសុខភាពស្បែកមុខខ្ញុំស្អាតអញ្ចឹងច្រឡំខ្ញុំមានស្បែកមុខរឹងមាំអីទៅមុខសិតតែសរសៃក្រហមនិងសរសៃខៀវឡើងល្វៀមពេញមុខប្រភេទស្បែកមុខលក្ខណៈថាស្ដើងហើយលក្ខណៈខ្សោយខ្លាំងជាប្រភេទស្បែកមុខខ្សោយងាយរលងាយលាកក្រហមនឹងមនុស្សខ្ញុំជាប្រចាំថ្ងៃអត់ចេះផាត់មុខឬលាប BB អីចឹងទាំងអស់គ្នាអាចឃើញស្បែកមុខខ្ញុំសាច់មុខខ្ញុំច្បាស់ហ្មងដល់អញ្ចឹងទៅកម្មវិធីម្ដងពេលផាត់មុខឲ្យនិយាយពីថាប្លែកដោយសារតែយើងអាយុច្រើនកូនច្រើនហើយគឺត្រូវថែទាំឲ្យខ្លាំងបន្តិចបាត់ទៅគឺបំបុកជំនួយទាំងក្រៅជំនួយទាំងក្នុងជាពិសេសខ្ញុំគឺជាមនុស្សដែលចូលចិត្តបិទម៉ាស់មែនតើបិទម៉ាស់សឹងតែរងហើយការប្រើប្រាស់ skin care យើងប្រចាំថ្ងៃអត់គួរខ្វះឡើយជាមួយនឹងម៉ាស់ដែលមានវត្ថុធាតុដើម NAD នេះមកតៃ NAD ម៉ាស់និយាយមែនមកស្លឹកគឺថាខ្លាំងមកនិយាយបានថាគឺជាស្ដេចម៉ាស់បញ្ចូលវីតាមីនមុខឯនេះហ៎ព្រោះ NAD ភាគច្រើនគឺជាវីតាមីនដែលគេចាក់បញ្ចូលមុខតាម clinic នៅប្រទេសជប៉ុនប្រទេសកូរ៉េគឺគេនិយមហ្មងដល់យើងយកមកផលិតជាម៉ាស់អញ្ចឹងយើងបិទជាប្រចាំមុខចាក់រួចទេទាំងអស់គ្នាអើយបិទជាប្រចាំទៅនិយាយថាមុខសមុខថ្លាមុខហាប់មុខតឹងឡូមកធៀបជាមួយមុខខ្ញុំការទប់សម្រាលហើយខុសគ្នាដូចមេឃនឹងដីនេះកាត់បន្ថយស្នាមជ្រីជ្រួញស្នាមអុចខ្មៅនៅលើស្បែកមុខគឺបានល្អព្រោះ NAD គឺជាប្រភពនៃធម្មពលហើយណារុញដល់ collagen ក្រោមស្បែកមុខរបស់យើងនឹងផ្ដល់សំណើមបានជ្រាលប្រមុនដោយអ្នកវិទ្យាសាស្ត្រប្រទេសជប៉ុនហើយតម្លៃអត់ថ្លៃទេទាំងអស់គ្នាបើយើងកំងចាប់ពី2ប្រអប់ទៅមានប្រម៉ូសិនកាន់តែពិសេសចូលមកដល់សាច់រឿងយើងវិញចាគឺថាថ្ងៃនេះគឺជាថ្ងៃសិលហើយចំថ្ងៃអាទិត្យទៀតទាំងអស់គ្នាហើយឲ្យថ្ងៃសៅរ៍ថ្ងៃអាទិត្យណាគឺពួកខ្ញុំតែងតែឆ្លៀតនាំកូនដើរលេងមើលនេះមើលនោះញ៉ាំនេះញ៉ាំនោះនិយាយទៅអត់ចង់ឲ្យកូនធំទេខ្លាចអត់បានស្និទ្ធស្នាលជាមួយកូនដូចបែបអញ្ចឹងទៀតអារម្មណ៍ថាទឹកទៅសម្រាលថ្ងៃមុននេះឥឡូវអាបងណាអាយុ9ឆ្នាំ10ឆ្នាំបាត់ហើយនិយាយពីថាពេលវេលាដើរលឿនហើយខ្ញុំស្រឡាញ់កូនខ្ញុំខ្លាំងអញ្ចឹងអត់ចង់ឲ្យកូនធំទេហើយមែនតើទាំងអស់គ្នាមិនថាខ្ញុំធ្វើបុណ្យតិចឬច្រើនទេការធ្វើអំពើល្អការដាក់ទានអីផ្សេងគឺខ្ញុំតែងតែចង់នាំកូនខ្ញុំទៅអញ្ចឹងណាចេះតែចង់ណែនាំឲ្យគាត់ចេះចែកម្លែកគាត់មានមេត្តាចេះធ្វើបុណ្យតាំងពីក្មេងមកយើងចេះដាក់ទានចេះចែកម្លែកចេះមានមេត្តានៅក្នុងខ្លួនគិតថាជីវិតរបស់គាត់គឺមានសេចក្តីសុខហ្មងហើយសម្រាប់ការអធិដ្ឋានថ្ងៃនេះគឺថាខ្ញុំលែងសัตว์អន្ទង់ហើយកូនស្រីខ្ញុំនិយាយថាខ្លាចប៉ុន្តែចង់ដឹងចង់ឃើញសម្រាប់ការអធិដ្ឋាននៅសัตว์ដែលខ្ញុំតែងតែប្រឡែងទាំងអស់ខ្ញុំតែងតែចែកម្លែកប្រាប់ទាំងអស់គ្នារហូតហើយឲ្យតែពេលខ្ញុំប្រឡែងប្រោះសัตว์ម្ដងហើយជាទម្លាប់ខ្ញុំឲ្យតែខ្ញុំប្រោះសัตว์ឬប្រឡែងសัตว์ណាគឺខ្ញុំតែងតែអធិដ្ឋានថាខ្ញុំឈប់ហូបសัตว์នឹងអស់មួយជីវិតចឹងសូមឲ្យផលបុណ្យឲ្យខ្ញុំបានសុខអីចឹងទៅមនុស្សយើងនៅពេលដែលយើងកើតមកយើងមានចិត្តមេត្តាចេះអាណិតចេះស្រឡាញ់អ្នកដទៃចាត់ទុកថាយើងមានបុណ្យមានបញ្ញាពីកណាតមកសម័យមើលអ្នកខ្លះកើតមកអត់មានទាំងចិត្តមេត្តាទៀតធ្វើបាបអ្នកដទៃធ្វើឲ្យគេឈឺចាប់កេងចំណេញខ្សែលើលួចរបស់អ្នកដទៃហើយនៅតែអាចកេងលក់ស្រួលទៀតតែបើអ្នកខ្លះដែលគាត់មានមេត្តាមានការអាណិតនេះមានបញ្ញាក្នុងខ្លួនច្រើនគាត់ធ្វើអញ្ចឹងអត់កើតទេមិនថារាល់ការធ្វើបុណ្យណាកុំភ្លេចណារាល់ការធ្វើបុណ្យឬក៏ដាក់ទានអីផ្សេងតិចឬច្រើនតែងតែអធិដ្ឋានឲ្យខ្ញុំមានបញ្ញាមានពុទ្ធមានពធជាទីពឹងទៅមិនថាជាតិនេះឬជាតិក្រោយពិសេសគឺផ្សងជួបតែមនុស្សល្អហ្មងហើយយើងបានធ្វើសេចក្តីល្អគឺយើងសប្បាយចិត្តជ្រះថ្លានឹងហើយគឺសប្បាយចិត្តទាំងអស់គ្នាអញ្ចឹងការធ្វើបុណ្យដាក់ទានអត់សំដៅថាយើងមានលទ្ធភាពធ្វើធំមិនយើងសប្បាយចិត្តទេឲ្យទៅចេញពីចិត្តលែងតុងហើយក៏ឆ្លៀតថតជាមួយនឹងកូនពៅពី3តោះគ្នាមើលកូនពៅខ្ញុំចេះស្រឡឹងមើលកាមេរ៉ាចេះអីនិយាយពីថាខ្នាញ់ទាំងអស់គ្នាខ្នាញ់កូនម្ដងចង់បាក់ថ្មីដោយសារតែមកខួបជាងសោះឲ្យចេះមើលខ្ញុំក្តិចថ្ពាល់ឡើងចង់ដាច់អស់ហើយស្កិញពេក